ទី2គឺតម្រូវទៅលើគុណវិបត្តិនៃការខ្វះការអប់រំសូមអរប្រតិទាំងមូលអបអសាទរទៅដល់បេក្ខជនរបស់យើងគឺសន្តោសបេក្ខនារីគឺកញ្ញារឿនសេនាសូមអបអសាទរអរគុណដល់លោកគ្រូបាទជាកិច្ចចាប់ផ្ដើមនាងខ្ញុំឈ្មោះរឿងស្រីណាមានអាយុ11ឆ្នាំមកពីសាលាអន្តរជាតិខូស្ប៉ាទីតាំងគោលសូមគោរពលោកតំទិននាយកនៃសាលាអន្តរជាតិខូស្ប៉ាជាទីគោរពសូមជម្រាបសួរលោកគ្រូអ្នកគ្រូអ្នកអាណាព្យាបាលភ្ញៀវកិត្តិយសនិងសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅក្នុងអង្គវិធីជាទីគោរពថ្ងៃនេះខ្ញុំមានកិត្តិយសក្នុងការបង្ហាញប្រធានបទមួយស្ដីអំពីកលតម្លៃនៃការសិក្សាដែលជាបទបង្ហាញមួយមានសារៈសំខាន់ដើម្បីរំលឹកដល់លោកគ្រប់រូបថាការសិក្សាគឺជាគ្រឹះដ៏រឹងមាំសម្រាប់ជីវិតនៅថ្ងៃអនាគតការសិក្សាគឺជាវិធីសាស្ត្រដែលអនុញ្ញាតឲ្យយើងទទួលបានចំណេះដឹងគឺជាអាវុធដ៏មានអំណាចដែលអាចជួយយើងដោះស្រាយបញ្ហាគិតវិភាគកែលម្អខ្លួនឯងនិងអាចរស់នៅក្នុងសង្គមបានយ៉ាងមានប្រសិទ្ធភាពមនុស្សដែលមានចំណេះដឹងគឺជាមនុស្សដែលមានជម្រើសច្រើនមានឱកាសចេះគិតថាឈានទៅរកជោគជ័យបានងាយជាងក្រៅពីនេះការសិក្សាក៏ជួយបង្កើតវិន័យនិងទម្លាប់ល្អពេលដែលយើងរៀនយើងត្រូវរៀបចំពេលវេលាមានការទទួលខុសត្រូវនិងយកចិត្តទុកដាក់លើកិច្ចការផ្សេងៗទម្លាប់ល្អទាំងនេះនឹងក្លាយទៅជាក្បួនដែលអាចប្រើបាននៅក្នុងការងារនៅពេលអនាគតនិងក្នុងជីវិតប្រចាំថ្ងៃលើសពីនេះការសិក្សានាំឲ្យយើងស្វែងរកនិងបំពេញសុបិនមនុស្សគ្រប់រូបសុទ្ធតែមានគោលដៅនិងបំណងប្រាថ្នាផ្ទាល់ខ្លួនថាតើជាវិជ្ជាបណ្ឌិតអ្នកវិទ្យាសាស្ត្រស្ថាប័នកគ្រូបង្រៀនឬអ្នកជំនាញលើវិស័យណាមួយការសិក្សាគឺជាជំហានដំណើរដែលនាំឲ្យសុបិននោះក្លាយជាការពិតមិនមានជោគជ័យណាមួយកើតឡើងដោយចៃដន្យទេវាកើតឡើងពីការខិតខំសិក្សាបន្តលើពីនេះទៅទៀតការសិក្សាធ្វើឲ្យយើងជាមនុស្សល្អប្រសើរក្នុងសង្គមការអប់រំជួយបង្រៀនឲ្យយើងគោរពគ្នាទៅវិញទៅមកស្គាល់នឹងណែជីវិតមានភាពទូលំទូលាយនៃគំនិតនឹងអាចរស់នៅក្នុងសហគមន៍បានយ៉ាងសុខដុមរមនាសង្គមណាមួយដែលមានគំនិតលក្ខណៈល្អការអប់រំល្អនោះជាសង្គមដែលមានសន្តិភាពការរីកចម្រើននិងអនាគតដ៏ភ្លឺស្វាងអង្គវិធីជាទីគោរពការសិក្សាអាចមកទៅលំបាននៅពេលខ្លះប៉ុន្តែវាជារៀងរហូតនៃភ្លើងដែលបំភ្លឺអនាគតរបស់យើងពេលដែលយើងខំនៅថ្ងៃនេះម៉ែជាការបង្កើតគ្រឹះដ៏រឹងមាំសម្រាប់ជីវិតនៅថ្ងៃស្អែកយើងត្រូវមានការប្រាជ្ញាមិនឈប់រៀនហើយមានទំនុកចិត្តលើពីសមត្ថភាពរបស់ខ្លួនសរុបមកការសិក្សាគឺជាគន្លឹះដ៏មានតម្លៃដែលនាំឲ្យយើងអាចជាមនុស្សមានចំណេះដឹងមានវិន័យមានភាពជោគជ័យនិងអាចមានចំណែកក្នុងសង្គមហើយនេះសូមយើងទាំងអស់គ្នាឈានទៅមុខជាមួយនឹងទឹកចិត្តក្លាហាននិងបន្តការសិក្សាឲ្យបានខ្លាំងដើម្បីកសាងអនាគតប្រសើរជាងមុនជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតីនិងអង្គវិធីទាំងមូលដែលបានយកចិត្តស្ដាប់ការបកស្រាយវិធីទាំងមូលឲ្យចិត្តតែពុទ្ធពរទាំងប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្នាឃ្លាតឡើយសូមអរគុណ